Bà sụt đây bằng phoneទាំងអស់គ្នាត្រឡប់មកវិញហើយជាមួយនឹងវីដេអូថ្មីវីដេអូនេះដែរខ្ញុំមកនាំបងប្អូនទៅទស្សនាការចិញ្ចឹមកណ្ដូបបងប្អូនហើយកណ្ដូបខ្ញុំនេះដែរអាយុចូលកន្លះខែបងប្អូនវាយថា13ថ្ងៃឯចេះទៅតាំងពីថ្ងៃញាស់មកត្រង់យើងងานផ្អើលខ្លាំងមែនតើកាចតែងานត្រង់យើងនេះកដោបយើងឡើងមក5ថ្ងៃបងប្អូនត្រង់យើងក្បាល2បដោយ4នេះកដោបយើងនេះបងសក់កដោបស្មានណាពេញសព្រោះមានលើថ្ងៃក្តៅខ្លាំងទៅសក់ខ្លាំងនេះតំដាក់ស្មៅប្រហែលជាកន្លះម៉ោងមុនប្រហែលជាអស់ហើយមើលទៅរូតមើលទស្សនាទាំងអស់គ្នាបងប្អូននេះខាប់លើស្មៅស៊ីចិត្តអស់ទៀតហើយបងប្អូនព្រោះនេះស៊ីស្មៅសាហាវអាយុប៉ុណ្ណឹងទៅស៊ីរត់ខ្លាំងទៅហើយจะមានស្មៅស៊ីហើយចាំមើលស៊ូមមើលបងប្អូននេះកដោបយើងសក់នេះបងប្អូនអត់ស្អីផុសកាមេរ៉ានេះសក់បែបនេះបងប្អូនខ្ញុំសក់ហើយនេះអាក្រោមនេះអានេះខ្ញុំដាក់ពងប្រហែលជាមិនប្រហែលទេបងប្អូនទិញពងវាកន្លះគីឡូចាប់ផ្ដើមចាំលេងណានេះបងឃើញថាកដោបយើងកន្លះគីឡូដែរតែញាស់ច្រើនមែនតើបងប្អូននេះខាប់លើសខាងនោះទៀតខាងនេះវាក្តៅជាងអញ្ចឹងវាមកប្រមូលផ្ដុំគ្នាខាងនេះជាខាងនោះទៅជាតែស្មៅនេះខ្ញុំវាយថាប្រហែលជា2ម៉ោងទៀតខ្ទេចនេះអាទៅនោះដាក់ប្រហែលជាកន្លះម៉ោងមុនឥឡូវខ្ទេចខ្ទីឡើងមកទេសតទៅតំណងស្មៅនេះដែរយើងកាត់ពីខាងនោះមកយើងដាំជុំវិញត្រង់ហ្នឹងដល់ម៉ោងឲ្យស៊ីយើងកាត់យកមកដាក់ហើយបាញ់ទឹកវាផ្សាមតិចទៅវាស៊ីហ្នឹងច្រើនទៅចឹងបងប្អូនចង់ដឹងពីរបៀបភ្ញាស់របៀបចិញ្ចឹមកុំភ្លេចតាមដានចុច Subscribe អ្នកមួយទៅតាមដានហើយកដោបនេះដែរយើងចាំលវៈជា30ថ្ងៃជាងទៅ40ថ្ងៃយើងចាប់លក់បានហើយមួយខែលក់អីចឹងហើយនៅនេះដែរឥឡូវ1គីឡូ20000តិចតួចវាមានហាងឆេងតាមខែវាមករដូវកាលឥឡូវអីវ៉ាន់ឡើងថ្លៃសឹងគ្រប់មុខប្រេងឆាប្រអប់ទៅរបស់ឡើងថ្លៃអញ្ចឹងកដោបយើងប្រហែលជាចុះថោកវិញយ៉ាងអ្នកទិញគេឲ្យតម្លៃប៉ុណ្ណឹងមកដែលស្មាហ្នឹងវាឡើងទៅលើដើម្បីសក់ច្រើនមែនតើបងប្អូនចាំតនេបងប្អូនមកតនេអីមានពេលតនេដាក់2 3ត្រង់លេងកដោបស្រួលចាំតែឲ្យតែមានស្មៅវាស៊ីគ្រប់គ្រាន់អានេះស្មៅខ្ញុំដាំនៅក្រោយផ្ទះលេងដាក់មួយត្រង់2ត្រង់ចាំលេងសាក់អានេះដាក់មួយត្រង់សាក់សិនបើសិនជាស៊ីគ្រាន់សល់អាចដាក់មួយត្រង់ទៀតដាក់មួយត្រង់1គីឡូតែតិចទៀតហ្នឹងខែវស្សាហ្នឹងស្មៅដោះល្អដាក់2ត្រង់ហើយបងប្អូនអានេះកន្លះខែវាស៊ីបានអស់មិនតិចដែរណាកន្លះខែហើយទៅមុខទៀតអត់តដឹងថាវាស៊ីមិនទេគ្រប់គងគ្រាន់ច្រើនខាប់លើច្រើនមែនតើបងប្អូនសឹងថាដូចសមោចភ្លើងណាព្រោះនេះទៅមានចំណៃវាស៊ីគ្រប់គ្រាន់តែវាអត់មានចំណៃដាក់វាស៊ីបន្តដល់វាស៊ីគ្នាអាតុនសក់អញ្ចេះអីសក់ហើយដល់តែគេស៊ីបើអត់សិនយើងអត់ដាក់អីវាស៊ីយើងដាក់អីស៊ីចេះកុំឲ្យដាច់តិចតួចទៅកុំឲ្យទៅវាដាច់ទៅមកកដោបនេះស្រួលស៊ីបងប្អូនស្មៅលឹកចេកលឹកអំពៅហើយទៅស្រួលលឹកត្រែងលឹកអីវាស៊ីដែរស្រួលចាំមែនតើពលនេះទៅចិត្តខ្ញុំទៅស៊ីអស់ខ្ញុំយកវាយឲ្យកងានស៊ីកងាននៅខាងក្រោមកដោបខាងលើចឹងទៅ
ហើយវីដេអូយើងមានតែប៉ុណ្ណាបងប្អូនទស្សនាមួយថ្ងៃមើលវីដេអូមួយវីដេអូនៅស្ងាត់ account ជម្រាបលាបងប្អូន